Assalamualaikum សួស្តីអ្នកទាំងអស់គ្នាជាងថ្ងៃនេះយើងវិលមកជួបគ្នាសាជាថ្មីជាងនៅក្នុងវីដេអូនេះគឺយើងនឹងបន្តមេរៀនយើងទៀតពាក់ព័ន្ធជាមួយនឹងការបង្កើត app របស់យើងឥឡូវយើងបាននៅក្នុងវីដេអូមុនគឺយើងបានបង្កើតទៅលើ player time page ដែលយើងគ្រាន់តែ click ទៅលើវាមកគឺវានឹងទៅកាន់ player time page ដែលយើងបានបង្កើតហើយមួយទៀតគឺ keypad ដែលយើងបានដាក់ដែរនៅក្នុងហ្នឹងនៅក្នុង keypad នេះគឺវានឹង auto direct ទៅតាមទីតាំងរបស់យើងហើយយើងអត់ទាន់បាន add បន្ថែមទៅលើ UI ធ្វើឲ្យវាមើលទៅស្រស់ស្អាតទេយើងនឹងបន្ថែមនៅពេលក្រោយជាងនៅក្នុងវីដេអូនេះគឺយើងនឹងបន្តទៀតគឺពាក់ព័ន្ធជាមួយនឹងសកាត់ page ជាងសកាត់ page យើងនឹង donation គឺយើងអត់ទាន់មានទេជាងអ្វីដែលយើងនឹងធ្វើនៅក្នុងថ្ងៃនេះគឺយើងនឹងបង្កើតសកាត់ screen មួយដោយសារតែយើងបើកមកនៅក្នុង screen របស់យើងគឺនៅក្នុងនេះគឺជា home page ដែលយើងបានដាក់គឺ home របស់យើងហើយនឹង widget របស់យើងគឺនៅក្នុងនេះគឺជា feature ជាង feature card របស់យើងគឺនៅនេះជាង feature card របស់យើងអ្វីដែលយើងមានគឺយើងមាន keypad screen ប៉ុន្តែសកាត់របស់យើងគឺយើងបានហើយសកាត់និងមួយទៀតគឺ donation ជាងនៅក្នុងវីដេអូនេះគឺយើងនឹងបន្តទៅបង្កើតសកាត់របស់យើងអញ្ចឹងតោះឥឡូវយើងបើកទៅកាន់ browser យើងទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះគឺខ្ញុំសូមបើកទៅលើ ChatGPT អញ្ចឹងនៅក្នុង ChatGPT របស់យើងបន្ទាប់មកគឺយើងនឹងសរសេរទៅលើសកាត់ screen អញ្ចឹងយើងគ្រាន់តែសរសេរពាក្យថា create អធិស្ឋានinternet វារឿង slow បន្តិចអូខេយើងបង្កើតមកយើងសរសេរថា create សកាត់ screen and flutter អញ្ចឹងអ្វីដែលយើងត្រូវមានគឺយើងគ្រាន់តែសរសេរតែប៉ុណ្្នឹងទេគឺវានឹង generate ឲ្យយើងតោះយើងមើលទាំងអស់គ្នាតើវានឹងបង្ហាញបែបណាអូខេអញ្ចឹងនៅក្នុងហ្នឹងគឺវាបានបញ្ជាក់ឲ្យថាវានឹងទីមួយគឺវានឹងសរសេរទៅលើguideline ថាសកាត់យើងតើយើងសកាត់ហ្នឹងគឺតាមរបៀបណាទាំងរូបមន្តទាំងអីចឹងទៅជាងនៅក្នុងហ្នឹងគឺជាស្ដែងយើងមានតាម category មានអីចឹងទៅតែនៅក្នុងវីដេអូនេះគឺយើងនឹងធ្វើជា basic មួយទេគឺយើងនឹងមិនធ្វើដល់ទៅលើ category ដូចជាសកាត់ទៅលើ goal ទៅលើមាសទៅលើ business ទៅលើចំការដំណាំអីទេអញ្ចឹងយើងគ្រាន់តែធ្វើជាសកាត់មួយគឺសកាត់ទៅលើលុយអញ្ចឹងឥឡូវយើងមកចាប់ផ្ដើមអញ្ចឹងយើងចាប់ផ្ដើមដោយcreate zakat screen for money only អញ្ចឹងយើងនឹងចាប់ផ្ដើមដោយសកាត់ទៅលើលុយតាមមួយមុខទៅបានហើយនៅក្នុងវីដេអូនេះអញ្ចឹងនៅក្នុងវីដេអូផ្សេងៗទៀតគឺយើងនឹងបន្ថែមទៅលើសកាត់ business ទៅលើសកាត់មាសទៅលើអីចឹងទៅតោះឥឡូវយើងមកចាប់ផ្ដើមពី1ទៅសិនអញ្ចឹងនៅក្នុងហ្នឹងគឺវានឹងបង្ហាញឲ្យយើងថាទៅលើ feature អីខ្លះដែលយើងនឹងត្រូវដាក់អញ្ចឹងយើងមានជា cache ជាលុយនៅក្នុងកង់លុយខាងក្រៅឬក៏អីផ្សេងទៀតដែលវានឹងបង្ហាញយើងអញ្ចឹងនេះគឺអ្វីដែលយើងត្រូវមានគឺយើងត្រូវមាន controller នេះគឺជា controller របស់យើងគឺ zakat money controller ហើយទី2គឺយើងមានទៅលើ screen របស់យើងនេះដោយនៅក្នុងហ្នឹងខ្ញុំនឹងបញ្យល់បន្ថែមទៅលើ controller របស់យើងជាទូទៅគឺនៅពេលដែលយើងមានការគណនាឬក៏ការអីដែលវាមាន data ច្រើនដែលក្នុងពេលតែមួយគឺយើងត្រូវប្រើ controller ប៉ុន្តែបើ page ជា static គឺយើងអត់ត្រូវការប្រើ controller ទេអញ្ចឹងនេះជាអ្វីដែលយើងត្រូវមានតោះឥឡូវយើងមកចាប់ផ្ដើមបង្កើត controller សិនមកអញ្ចឹងនៅក្នុងនេះគឺជាពាក្យដែលខ្ញុំនឹងសរសេរគឺ zakat money controller ដើម្បីឲ្យងាយស្រួលយើងរកនៅពេលដែលយើងបង្កើតអញ្ចឹងនៅក្នុងហ្នឹងគឺយើងមាន screen អញ្ចឹងយើងអត់ទាន់មាន folder controller ទេអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវតែបង្កើត folder controller មួយសិនមកអញ្ចឹងនេះ create category dictionary មកតែមកយើងដាក់ controller មកអូខេអញ្ចឹងនៅក្នុង controller នេះអធិស្ឋានគឺខ្ញុំសូមដូរទៅជាអក្សរតូចទាំងអស់
ដើម្បីឲ្យយើងងាយស្រួលនៅក្នុងការបង្កើតជាងយើងមាន controller folder មួយជាងនៅក្នុងនេះគឺយើងនឹងបង្កើតទៅលើឈ្មោះ file ដែលយើងនឹងដាក់គឺយើងដាក់សកាត់ហើយយើងដក clear មួយមកហើយយើងប្រើអក្សរតូចវិញសកាត់ money controller អូខេអញ្ចឹងពេលដែលយើងបង្កើត file អ្វីដែលយើងត្រូវដឹងថាយើង complete ទៅលើ dot និងសរសេរពាក្យ dot ព្រោះថាវាជាភាសារបស់ Flutter អញ្ចឹងយើងមាន file មួយគឺទៅលើ controller អញ្ចឹងយើងគ្រាន់តែ copy controller យើងមកអញ្ចឹងនៅក្នុងនេះគឺខ្ញុំសុំ copy អញ្ចឹងយើងមើលទៅវានឹងមានភាព error ច្រើននៅក្នុងនេះជាងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវមានយកអធិស្ឋានខ្ញុំសុំចែកមើលបន្តិចសិនអូខេប្រហែលជាយើងអត់ទាន់មាន get អញ្ចឹងនៅក្នុងនេះបើសិនជាយើងអត់ទាន់មាន get អ្វីដែលយើងត្រូវធ្វើគឺយើងត្រូវតែ install package get នេះអញ្ចឹងនៅក្នុងនេះគឺយើងទៅ install សិនទៅរក version ចុងក្រោយដែលយើងមាន get នេះអញ្ចឹងនៅក្នុង get នេះគឺខ្ញុំសុំយករកពាក្យ package get មួយសិន get folder get package ជាស្រ័យហើយជា get Flutter package នេះអញ្ចឹងនៅក្នុងនេះគឺយើងត្រូវតែ install package get នេះសិនអញ្ចឹង latest version របស់វានេះគឺ 4.7.3 អញ្ចឹងយើងគ្រាន់តែ copy មកហើយយើងចូលមកកាន់កន្លែង pop space របស់យើងនេះហើយនៅក្នុងនេះគឺយើងនឹង add មួយទៀតគឺយើងបញ្ចូលទៅលើ get របស់យើងនឹង version វាមកហើយយើង pop get វាមកដើម្បីឲ្យយើង install ទៅលើ package មួយហ្នឹងបើមិនចឹងទេគឺវាអត់ទទួលស្គាល់ទេពេលដែលយើងដាក់ឥឡូវពេលដែលយើងបាន install get ហើយយើងឃើញថា controller របស់យើងគឺជោគជ័យហើយគឺវាឈប់ error ហើយតោះឥឡូវយើងមកចាប់ផ្ដើមបង្កើតជា screen របស់យើងវិញគឺ screen របស់យើងគឺខ្ញុំនឹងដាក់ទៅលើ circuit ខ្ញុំនឹង copy ឈ្មោះវាមកដើម្បីយើងងាយស្រួលយើងដាក់ព្រោះថាឥឡូវយើងមើលទៅលើ screen របស់យើងមាន home មាន keypad នៅក្នុងនេះគឺ circuit របស់យើងនឹងបង្កើត folder មួយទៀតនៅក្នុង screen របស់យើងមកដើម្បីឲ្យយើងងាយស្រួលនៅក្នុងការរកខ្ញុំប្រើពាក្យថា circuit ហើយបន្ទាប់មកយើងបង្កើត folder មួយទៀតគឺទៅលើ circuit money នឹងឯងហើយយើង save ពាក្យ data មកជាក់ស្ដែងអក្សរនេះគឺយកល្អគឺយើងប្រើអក្សរតូចទៅយើងប្រើបើយើងចង់ប្រើ space គឺយើងត្រូវប្រើជា slash មួយដើម្បីឲ្យងាយស្រួលនៅក្នុងការដែលយើងរកពេលក្រោយអញ្ចឹងឥឡូវខ្ញុំមានសកាត់ screen នេះមួយហើយចឹងគ្រាន់តែខ្ញុំ copy ទៅលើអ្វីដែល AI បាន generate ឲ្យយើងនៅក្នុងនេះយើងនឹងឃើញថាវាមាន error ដល់ទៅ2ដោយសារអីគេដោយសារតែ controller របស់យើងគឺវាអត់ទាន់បាន import ត្រឹមត្រូវបានន័យថា controller ដែលវាimport ឲ្យយើងហ្នឹងគឺវាខុសទីតាំងអញ្ចឹងយើងគ្រាន់តែលុបវាចេញហើយ import សារថ្មីមកដើម្បីឲ្យវាត្រូវទៅនឹងទីតាំងវិញអញ្ចឹងយើងឃើញថា error គឺវាឈប់ហើយឥឡូវយើងមកចាប់ផ្ដើម enable ទៅលើពេលដែលយើង click កន្លែងសកាត់នេះគឺវានឹង auto ទៅកាន់ page ហ្នឹងដោយសារតែពេលដែលយើង click ទៅគឺវានឹងអត់ទាន់បានបើកអីទេគឺវាអត់ទាន់មានដំណើរការអីទេអញ្ចឹងយើងចូលមកកាន់កន្លែង home របស់យើងមកនេះ home របស់យើងនេះចឹងនៅក្នុង home របស់យើងនេះគឺយើងមានអីគេយើងមាន widget របស់យើងគឺទៅលើ feature card នេះអញ្ចឹងខ្ញុំនឹង enable ទៅលើអានេះឡើងវិញពេលដែលយើង enable អ្វីដែលយើងត្រូវធ្វើគឺសកាត់នេះយើងត្រូវធ្វើម៉េចឲ្យពាក្យបានន័យថាពាក្យនេះគឺវាត្រូវទៅនឹងអ្វីដែលពាក្យដែលយើងបានដាក់នេះអញ្ចឹងយើងប្រើពាក្យសកាត់ money screen អញ្ចឹងយើង copy ពាក្យនេះមកដើម្បីឲ្យវាត្រឹមត្រូវទៅនឹង screen ដែលយើងនឹងopen យើងនឹងបើកទៅកាន់ហ្នឹងណាអញ្ចឹងយើងដាក់មកអញ្ចឹងវានៅតែ error មួយដោយសារគេដោយសារយើងអត់ទាន់ import ទៅលើទីតាំងនៅខាងលើនេះអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើង click កន្លែង error នេះមកដើម្បីឲ្យវាបង្ហាញថាយើងត្រូវ import ទៅលើ screen ហ្នឹងឯងហើយជាក់ស្ដែងគឺយើងអត់ត្រូវការ icon ទេអូខេឥឡូវខ្ញុំសៀវមួយសិន
ចឹងពេលដែលយើង save ហើយខ្ញុំនឹង refresh មួយទៀតដើម្បីឲ្យវាដំណើរការឲ្យ smooth បន្តិចសិនអូខេចឹងនៅពេលដែលខ្ញុំ restart វាហើយអ្វីដែលខ្ញុំនឹង test សាកមើលគឺខ្ញុំនឹង click កន្លែងសាកាត់នេះតើវានឹងចេញបែបណាតោះឥឡូវអូខេឥឡូវវាចេញហើយគឺវាចេញមកទៅលើសាកាត់ page របស់យើងចឹងនៅក្នុងនេះគឺយើងមាន cloud ទៅលើ cache ទៅលើលុយនៅក្នុង page របស់យើងឬក៏ asset other ដែលយើងធ្វើ business ណាអញ្ចឹងនៅក្នុងហ្នឹងឧទាហរណ៍ថាខ្ញុំមាន cache 1000 10000ចុះអញ្ចឹងលុយខ្ញុំនៅក្នុង bank 500ឧទាហរណ៍ណាអញ្ចឹងនៅក្នុងហ្នឹងខ្ញុំគ្រាន់តែចុចកន្លែង calculate នេះមកដើម្បីឲ្យវាកណនាទៅលើសកាត់របស់យើងតើយើងត្រូវដកប្រមាណអញ្ចឹងនៅពេលដែលខ្ញុំចុចមកគឺវានឹងបង្ហាញថាលុយខ្ញុំសរុបគឺប៉ុណ្នេះហើយលុយដែលខ្ញុំត្រូវដកគឺ 2.5% នេះគឺវាស្មើទៅនឹង$200ជាងអញ្ចឹងយើងឃើញថាវាដំណើរការ smooth ហើយទៅលើកណនាទៅលើលេខទៅលើអីហ្នឹងអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទៅលើសកាត់ page អញ្ចឹងពាក់ព័ន្ធជាមួយនឹង UI ដែលយើងនឹងបន្ថែម color ឬក៏បន្ថែម style អីទៀតគឺយើងនឹងបន្តនៅក្នុងវីដេអូបន្ទាប់អរគុណច្រើនកុំភ្លេចជួយ subscribe និង like វីដេអូនេះផងអរគុណ